Also, we would like to kindly request everybody to please turn your phone to silent mode and refrain from talking on this phone while the program is in session. We would also like to request everybody to please stay until the end of the program as showing support to our students. Your cooperation is greatly appreciated. The bathrooms are located on the left of the hall, and parents, we understand that this is a special day for you as well as your children. However, we kindly request that you please give space to our MTEL photographer while taking photos of your child. មុននឹងចាប់ផ្ដើមកម្មវិធីយើងខ្ញុំសូមជម្រាបជូនដល់អាណាព្យាបាលមេដាដល់មេដាបេដាអាណាព្យាបាលឲ្យបានជ្រាបអំពីកាលបរិច្ឆេទសំខាន់ៗមួយចំនួនដូចតទៅ ជំនួបមេដាបេដាសិស្សថ្នាក់មត្តេយ្យនឹងធ្វើឡើងនៅថ្ងៃទី22ខែកក្កដាឆ្នាំ 2026 ជំនួបមេដាបេដាសិស្សសម្រាប់ថ្នាក់បឋមនិងមធ្យមសិក្សានឹងធ្វើឡើងនៅថ្ងៃទី23ខែកក្កដាឆ្នាំ 2026 វគ្គបំពេញខ្លីពេលវិស្សមកាលសម្រាប់ថ្នាក់ភាសាអង់គ្លេសនិងថ្នាក់ចំណេះទូទៅខ្មែរនឹងចាប់ផ្ដើមចូលរៀននៅថ្ងៃទី3ខែសីហាឆ្នាំ 2026 ហើយសម្រាប់វគ្គសិក្សាថ្មីថ្នាក់មត្តេយ្យភាសាអង់គ្លេសយើងនឹងចាប់ផ្ដើមចូលរៀននៅថ្ងៃទី5ខែសីហាឆ្នាំ 2026 វគ្គសិក្សាថ្មីសម្រាប់ថ្នាក់បឋមនិងមធ្យមសិក្សាចំណេះទូទៅភាសាខ្មែរនិងអង់គ្លេសនឹងចាប់ផ្ដើមចូលរៀននៅថ្ងៃទី7ខែកញ្ញាឆ្នាំ 2026 សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចពិនិត្យមើលនៅក្នុងលិខិត្តប័ណ្ណដែលបានចែកជូនអំបញ្ញមិញនេះ Parents, before we begin the program, we would like to inform you about a few important dates. The Term 3 PTC for our kindergarten students will be on July 22nd. The Term 3 PTC for our primary and secondary students will be on July 23rd. Summer school for the English and Khmer primary and secondary students will start from August 3rd to August 28th. The new school year for the kindergarten students will start on August 5th, and the new school year for the primary and secondary students will be on September 7th. These important dates are listed in the handout given to you. ជំរាបសួរជាថ្មីម្ដងទៀតដល់មេដាបេដាអ្នកអាណាព្យាបាលនិងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅទីនេះ នាងខ្ញុំឈ្មោះ Lynisa Allison ខ្ញុំបាទឈ្មោះគង់គុណវត្តហើយពួកយើងទាំងពីរនាក់ជាអតីតសិស្សានុសិស្សនៃសាលាអន្តរជាតិ MTEL ហើយក្នុងថ្ងៃនេះពួកយើងពិតជាមានកិត្តិយសយ៉ាងក្រៃលែងក្នុងការធ្វើជាពិធីករនិងពិធីការនីសម្រាប់កម្មវិធីដ៏ពិសេសមួយនេះ សូមស្វាគមន៍ចំពោះការប្រារព្ធពិធីប្រគល់វិញ្ញាបនបត្របញ្ចប់កម្រិតសិក្សាឆ្នាំ 2025-2026 នៃសាលាអន្តរជាតិ MTEL សូមអញ្ជើញសិស្សានុសិស្សទាំង6រូបនៃសាលាអន្តរជាតិ MTEL ឡើងមកកាន់វេទិកាដើម្បីធ្វើការណែនាំខ្លួនសូមអញ្ជើញ